ឃើញតែបងប្អូនផុសរឿងកោះរងធ្វើអ៊ីជីដាននេះចាញាប់ញ័រនៅផ្ទះអសុកទេបបួលពុណៈមកកំពង់សោមមើលការខុសត្រូវនៅហាងសាឡនហើយចាឡើងមកលើកោះរងដើរលេងតែម្ដងមកសាននេះគឺខ្ញុំអត់យកកង្គលមកខ្ញុំមកតែពីអ្នកពុណៈឲ្យបងអូនស្រីខ្ញុំនិងបងអូនថ្លៃក៏មកដែរខ្ញុំមកលេងនឹងកោះតូចបងប្អូននេះចាំម្ដងភ្លាមគឺថាចូលទិញ burger ញ៉ាំអាហារថ្ងៃត្រង់សម្រាប់បងប្អូនហើយយើងបន្តដំណើរឡើងទូកមកតង់ទៅបងប្អូនណាទូកទេសចរដើរលេងជុំវិញកោះបងប្អូនហើយយើងមានទៅស្ទូចត្រីមើលផ្កាថ្មហើយទឹកហើយយើងញ៉ាំ barbecue ជុំគ្នាលើទូកនឹងចឹងម្នាក់ទៅ$15បងប្អូនយើងចេញកណាពីម៉ោង1ថ្ងៃរហូតដល់ម៉ោង8កន្លះយប់ប្រហែលចូលមកវិញបងប្អូននោះថាសប្បាយមែនតើមកខ្ញុំឃើញគេមកជិះទូកនឹងសប្បាយយើងទៅខ្ញុំមកដែរចាអូពុណៈមកដែរយើងធ្វើអីដែលប្លែកដែលយើងដែរធ្វើជាពិសេសបងប្អូននេះហែទឹកមើលផ្កាថ្មនេះហើយខ្ញុំអត់ចេះហែទឹកទេបងប្អូនចាហើយពុណៈប្រាប់ខ្ញុំហើយថាដល់អ្នកចេះហែទឹកតែចុះទឹកគឺតែហែបាស់ជើងហើយកុំអាងអាវពងចឹងណាបងប្អូនមែនខ្ញុំអត់ជឿពុណៈមានចុះលើទឹកមានតែហែជើងបងប្អូនខ្ញុំសើចអីហើយមានបានមើលផ្កាថ្មទេរត់ឡើងលើទូកវិញតពីនឹងមកពូបបួលយកមកស្ទូចត្រីមកបងប្អូននេះដល់វគ្គស្ទូចត្រីពុណៈខ្ញុំសើចចុះដល់ក្រោមមកហើយសប្បាយបងប្អូនអើយមកជុំគ្នាបងប្អូនមានទាំងបរទេសមានទាំងខ្មែរបងប្អូនថ្លៃខ្ញុំស្ទូចបានទូចមួយចាមានប៉ុណ្ណានេះស្ទូចបានទូចបងស្រីនឹងមកពីខាងសៀមរាបបងប្អូនស្ទូចបានត្រីតុកែធំតែម្ដងបរទេសក៏សប្បាយដែរបងប្អូននេះស្ទូចបានត្រីតុកែធំណាស់តែហូរពេញទូកតែម្ដងអ្នកខ្ញុំមកខំចុះទៅដល់ក្រោមឯងបងប្អូនចាបានដែរបានទូចញេបនេះមួយនេះស្ទូចត្រីបងប្អូនយើងជួយស្ទូចគ្នាបានច្រើនទៅយើងទុកធ្វើជាអាហារពេលល្ងាចអាំងញ៉ាំនៅពេលល្ងាចវិញតបមកពូនាំយើងមកលេងនៅឆ្នេរបងប្អូនយើងលេងតបបាល់ឬមកក៏ហែទឹកជុំគ្នាលេងសប្បាយអញ្ចឹងណាបងប្អូនហើយពូគាត់នាំគ្នានេះគាត់ធ្វើម្ហូបបងប្អូននេះមានស្លាប់មាន់អាំងចាសម្រាប់អាហារពេលល្ងាចយើងត្រីដែលយើងស្ទូចបានសមិទ្ធផលបានមកកធុននឹងបងប្អូនចាពូកំពុងវះពូហើយយកមកអាំងតំណងឯងបងប្អូនចាហើយពូគាត់មាន3នាក់អញ្ចឹងគាត់ចែកគ្នាថាពូគាត់អ្នកដាំបាយដួសបាយផ្សេងទៅចាពូអ្នកអាំងត្រីធ្វើត្រីផ្សេងទៅហើយពូគាត់បុកទឹកត្រីផ្សេងចឹងទៅគាត់បរោះអញ្ចឹងណាបងប្អូនចាប៉ុន្តែបុកទឹកត្រីឆ្ងាញ់ញាក់សាច់ចុងផៅនឹងទឹកត្រីកោះអីគេកោះរងមានទឹកត្រីកោះរងមានទឹកត្រីកោះកុងបងប្អូនណាទឹកត្រីកោះរងចាវាកោះមានដែរFrom Sri Brother Boat Trip. Yeah. Small boy spicy make the sauce. Yeah. យើងល្ងាចតិចបងប្អូនអើយខ្ញុំហេវបាយនឹងពូចាប់ដើមរៀបចំបាយយ៉ាងចាក៏ដួម្នាក់ម្ចាស់ចឹងទៅមានស្លាប់មាន់មានបន្លែអាំងតំណងណាបងប្អូនចាចាំមកថាញ៉ាំបាយស្លាប់មាន់នៅភ្នំពេញដែលលេងឆ្ងាញ់ហើយតបញ៉ាំបាយស្លាប់មាន់នៅខាងកោះរងវិញនៅលើទូកញ៉ាំបាយស្លាប់មាន់នៅភ្នំពេញអត់ឆ្ងាញ់ទេណាតតែញ៉ាំបាយតែមាន់ barbecue នៅកោះរងអីចឹងណាមិនឆ្ងាញ់ចង់និយាយចឹងហើយមកសំសេតអីចឹងណាហើយនេះបងប្អូនត្រីដែលយើងស្ទូចបានអាំងហើយតំណបងប្អូនអើយយើងញ៉ាំជាមួយទឹកត្រីបុកវាថាជាតិនឹងផ្អែមហ្មងណាខ្ញុំគេញ៉ាំបាយនៅលើទូកគាត់នៅញ៉ាំបាយនៅក្រុមទូកនេះបងប្អូនចាអង្គុយមើលថ្ងៃលិចយើងញ៉ាំបាយឆ្អែតតឹងពុះហើយពូជប់ចាប់ដើមនេះបងប្អូនឈាយប់ឡើងឲ្យយើងរួមដើម្បីយើងស្រួលក្បាលពោះចឹងណាសប្បាយបងប្អូនអើយចាំមកថាពេលបងប្អូនមកកោះរងហើយបើមានពេលអាចដើរលេងចាចាំបងប្អូនតាមកោះចឹងយើងជុំគ្នាចំណងបរទេសទាំងខ្មែរនេះអត់ដែរស្គាល់គ្នាទេតែឡងលើទូកថាយើងជុំគ្នាសប្បាយ enjoy ជាមួយគ្នាតែម្ដងមកមើលពូណាក់ខ្ញុំវិញណាគេសប្បាយទៅចាintrovert គឺថាគេងលក់ចឹងតែម្ដងរាប់បានផ្លែមកគឺពូតកងទូក៏ប្រាប់យើងហើយថានេះឥឡូវយើងដល់មកទៅមើលប្លង់តុងហើយតែពេលយប់ងឹតពេកខ្ញុំថតមើលអត់ឃើញទេបងប្អូនរំសក់ពូហើយបងប្អូនណាឡើងមកដល់លើគោកវិញខ្ញុំនេះឃ្លានកាត់យប់ម៉ោង11យប់ហើយចាឥឡូវនេះមកអង្គុយញ៉ាំ steak នៅមុខមាត់សមុទ្រចឹងទៅហើយក៏ដើរលេងនៅម្ដុំកោះតូចនោះបងប្អូនចាឃើញគេលក់ខ្សែកលក់កវិលលក់អីនេះតំណងបងប្អូនចាចូលទិញកវិលបានមួយគូរូបការថ្មនេះបងប្អូនស្អាតណាស់ពណ៌ទឹកសមុទ្រមកដល់ពេលព្រឹកនេះបងប្អូនគេថាយើងងើបឡើងមករកអាហារពេលព្រឹកហើយបន្ទាប់មកខ្ញុំដើរទៅទិញកៅអៅបងប្អូនដោយសារតែខ្ញុំមកកោះរកមានកម្រងទេខ្ញុំថាមកកំពង់សោមមកមើលហាងមើលបុគ្គលិកហើយទៅវិញមែនតើដល់ពេលឃើញបងប្អូនផុសរឿងកោះរងពេកខ្ញុំនេះឡើងកោះរងវឹងតែម្ដងមកបងប្អូនហើយពុណៈប្រពូខ្ញុំមកស្ទូចត្រីចាទៅឡើងម៉ោង11ហើយ11ថ្ងៃហ្នឹងស្ទូចត្រីកដាថ្ងៃហើយប្រពន្ធនោះបាំងឆាត់អង្គុយចាំប្តីចឹងទៅហើយបងប្អូនឃើញគាត់រាវស្ទូចហ្នឹងមិនមែនគាត់រាវអីណាចាគាត់ថាគាត់បកត្រីគាត់ដាក់អូស្ទូចតាមនោះចឹងអាដីខ្ញុំមកយល់ថាតស៊ូបាញ់និយាយបងប្អូនហើយកន្លែងផែដែរពុណៈស្ទូចត្រីនៅចិត្តកន្លែងដើមឈើដែរគេល្បីថតរូបក៏បងប្អូនហើយខ្ញុំអត់ដឹងតែខ្ញុំមកផែស្ទូចត្រីហ្នឹងចា3ដងហើយទៅដើរកាត់តាលេងតាមឆ្នេរដល់មើលទៅដើមឈើដូចជាគេល្បីអាសាមកថតអញ្ចឹងមិនឃើញហ្នឹងហើយអញ្ចឹងមកថតរូបហើយខ្ញុំចង់ឡើងលើនេះថតខ្ញុំឃើញគេឡើងថតស្អាតតែបងប្អូនហើយចុះខ្ញុំក៏ពិបាកឡើងមិនយើងជើងខ្លីនេះហក់តោងផងអីផងនៅខែនេះរៀងក្តៅបន្តិចបងប្អូនចង់មកថោកន្លែងដើមឈើហ្នឹងមកពេលល្ងាចបងប្អូនចាគាត់ថាខ្ញុំអត់បាននៅឡនេះទេបងប្អូនឆាប់ឡើងមកពេញវិញអញ្ចឹងណាថតទាំងថ្ងៃត្រង់បងប្អូនអើយនិយាយពីក្តៅមិនបាញ់និយាយដូចប្រឡាក់ងាតែទេសភាពស្អាតបងប្អូនអើយមើលទឹកសមុទ្រនឹងឆ្នេរវាថាអូស្អាតមែនតើហ្មងកោះរងយើងទេសភាពនៅឆ្នេរបងប្អូនអើយកោះរងសាច់សទឹកសមុទ្រថ្លាឆ្វេងអូយស្អាតខ្លាំងណាស់បងប្អូនកុំភ្លេចមកលេងកោះរងទាំងអស់គ្នាចាទេសភាពគឺស្អាតចាំមកតែជាក់ភ្នែក